តបងប្អូនយើងថ្ងៃនេះខ្ញុំចែកម្លែកពីអត្រាកំណែចេញប្រឡងគ្រូអនុវិទ្យាល័យកាលពីសម័យប្រឡងថ្ងៃទី2ដល់ថ្ងៃទី5ខែឧសភាឆ្នាំ2024ចឹងបងប្អូនយើងនាំគ្នាមើលតើកំណែប្រឡងបាទតើគេចេញសំណួរបែបម៉េចណាបងប្អូនហើយនៅក្នុងថ្ងៃនេះខ្ញុំចែកម្លែកជូនបងប្អូនដល់យើងយកចេញពីសៀវភៅមួយក្បាលនេះណាបាទចឹងបងប្អូនចង់បានសៀវភៅហ្នឹងបងប្អូនយើងអាចជាវយកទៅបានណាបាទអាចទាក់ទងមកសេវាកម្មចឹងតោះយើងចាប់ផ្ដើមចូលវិញ្ញាសាយើងសំណួរទី1តើមានប៉ុន្មានប្រភេទឃើញទេបងប្អូនមានប្រមាណប្រភេទអញ្ចឹងតាមរយៈ website ដែលខ្ញុំស្រាវជ្រាវមកគឺមាន2ប្រភេទបាទមាន2ប្រភេទបើនិយាយពីមានប្រមាណប្រភេទដែលយើងចង់និយាយពីឈ្មោះរបស់មីននោះគឺរាប់អត់អស់ហើយប៉ុន្តែបើនិយាយពីប្រភេទធំរបស់វាមានតែ2ទេគឺមីនប្រឆាំងមនុស្សមានន័យថាមីនហ្នឹងគេដាក់សម្រាប់បំផ្ទុះឲ្យមនុស្សបាទជន់ទៅផ្ទុះអីចឹងណាហើយនឹងមីនប្រឆាំងរត់ក្រោះឬក៏រត់ពីដែកអញ្ចឹងណាបងប្អូនបាទមាន2ប្រភេទហ្នឹងអានេះយើងយកតាមឯកសារខ្មែរ search សំណួរទី2ប្រសាទអង្គរវត្តមានសសរប្រមាណហ្នឹងគឺសំណួរចេញប្រឡងណាបងប្អូនបាទចេញប្រឡងរួចហើយកំណែនេះគឺមិនមែនកំណែផ្លូវការរបស់ក្រសួងទេគឺយើងយកជាសំណួរយកមកស្រាវជ្រាវខ្លួនឯងចេញជាចម្លើយតាមរយៈ website ផ្សេងៗក៏ដូចជាឯកសារពាក់ព័ន្ធអញ្ចឹងប្រសាទអង្គរវត្តយើងមានសសរចំនួន1532ដើមនេះបើយើងយោងតាមឯកសារ Wikipedia បាទគ្រូបង្រៀនមានភារកិច្ចចំនួន5បងប្អូនណានឹងចេញប្រឡងណាបាទមុនពេលបង្រៀនដឹកនាំសកម្មភាពពេលបង្រៀនហើយលើកទឹកចិត្តសិស្សវិតម្លៃកិច្ចការសិស្សដោយសុក្រិតភាពតម្លាភាពហើយនឹងស្វ័យសិក្សាពេញមួយជីវិតបាទនេះគឺជាភារកិច្ចទាំង5របស់គ្រូបង្រៀនលោកតាក្រមងុយប្រសូតឆ្នាំណាអញ្ចឹងលោកតាក្រមងុយគាត់ប្រសូតក្នុងឆ្នាំ1865លោកទទួលអនិច្ចកម្មនៅឆ្នាំ1936ក្នុងវ័យ71ឆ្នាំបាទអរិយសច្ចៈមានប្រមាណគឺមាន4ណាអរិយសច្ចៈមាន4មានទុក្ខអរិយសច្ចៈសមុទយអរិយសច្ចៈនិរោធអរិយសច្ចៈនិងមគ្គអរិយសច្ចៈស្ពានអ្នកលឿងមានប្រវែងប៉ុន្មានគេនេះបងប្អូនហ្នឹងអញ្ចឹងស្ពានអ្នកលឿងមានប្រវែង2215ម៉ែត្របាទ2215ម៉ែត្រស្ពានជ្រោយចង្វាត្រូវខ្មែរក្រហមបំផ្លាញនៅឆ្នាំណាស្ពានជ្រោយចង្វាត្រូវខ្មែរក្រហមបំផ្លាញនៅឆ្នាំ1972កាលពីថ្ងៃទី27ខែមីនា1972តើប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្ងៃខែឆ្នាំណាប្រាសាទព្រះវិហារយើងចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្ងៃទី7ខែកក្កដាឆ្នាំ2008ប្រាសាទកោះកេរស្ថិតនៅខេត្តណាប្រាសាទកោះកេរនៅខេត្តព្រះវិហារបាទបើយើងនិយាយលម្អិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារបាទហើយអង្គការសហជីវជាតិអនុម័តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារនៅថ្ងៃខែឆ្នាំណាបាទអញ្ចឹងគឺចម្លើយអង្គការសហជីវជាតិអនុម័តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារនៅថ្ងៃទី20ខែកញ្ញាឆ្នាំ1989សំណួរទី11តើទិវាសិទ្ធិមនុស្សប្រារព្ធឡើងនៅថ្ងៃខែឆ្នាំណាសិទ្ធិមនុស្សប្រារព្ធឡើងនៅថ្ងៃទី10ខែធ្នូឆ្នាំ1948ដោយមហាសន្និបាតនៃអង្គការសហប្រជាជាតិសំណួរទី12តើអនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនត្រូវបានចុះហត្ថលេខាដោយប្រើប្រាស់នៅថ្ងៃខែឆ្នាំណាបាទអញ្ចឹងគឺនៅថ្ងៃទី9ខែកញ្ញាឆ្នាំ2008បាទអញ្ចឹងគេសួរតទៀតក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនត្រូវបានបង្កើតឡើងដើម្បីអ្វីអញ្ចឹងក្រមសីលធម៌នេះបង្កើតឡើងបាទដើម្បីនេះបងប្អូនមើលនេះដើម្បីកំណត់ក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គ្រូបង្រៀននៅក្នុងប្រជាជាតិកម្ពុជាអញ្ចឹងដើម្បីកំណត់ក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូសម្ដេចព្រះសង្ឃរាជជួនណាប្រសូតឆ្នាំណាអញ្ចឹងព្រះអង្គប្រសូតក្នុងឆ្នាំ1883បាទអញ្ចឹងនៅថ្ងៃទី11ខែមីនា1983នៅភូមិកំរៀងសង្កាត់រកាកោះស្រុកគងពិសីខេត្តកំពង់ស្ពឺហើយព្រះអង្គសគត់ទៅវិញនៅថ្ងៃទី25ខែកញ្ញាឆ្នាំ1969ក្នុងបច្ចុប្បន្នអាយុ86ព្រះវស្សានេះខ្ញុំដាក់លំអិតតែក៏ពិតគេសួរតែឆ្នាំទេគឺ1883បាទតើវិមានឈ្នះស្ថិតនៅក្នុងខណ្ឌណានៃរាជធានីភ្នំពេញនៅខណ្ឌណាអញ្ចឹងនៅខណ្ឌជ្រោយចង្វានេះបងប្អូនណានៅខណ្ឌជ្រោយចង្វាមានន័យថានៅសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាបែកខាងជើងរាជធានីភ្នំពេញបាទសំណួរបន្ទាប់ទៀតតើសិល្បៈមានប៉ុន្មានទម្រង់អញ្ចឹងសិល្បៈមាន7ទម្រង់មានសិល្បៈស្ថាបត្យកម្មសំណង់សិល្បៈចម្លាក់បាទសូនរូបឬក៏ដាប់ឆ្លាក់សិល្បៈគំនូរវិចិត្រកម្មការគូសិល្បៈចម្រៀងសូរសំឡេងសិល្បៈរបាំកាយវិការអក្សរសិល្ប៍កំណាព្យពាក្យសម្ដីនិងខ្សែភាពយន្តវីដេអូរូបភាពបាទអញ្ចឹងសិល្បៈមាន7ទម្រង់ហ្នឹងតាមមហេសីទី1របស់ព្រះបាទជ័យវរ្ម័នទី7ព្រះនាមអ្វីមហេសីទី1របស់ព្រះបាទជ័យវរ្ម័នទី7មានព្រះនាមថាជ័យរាជទេវីចុះមហេសីទី2គឺអន្តរទេវីបាទអន្តរទេវីកន្លែងនេះក៏ខ្ញុំបញ្ជាក់តិចដែរព្រះនាងជ័យរាជទេវីត្រូវជាប្អូនរបស់ព្រះនាងបាទអន្តរទេវីហើយព្រះនាងអន្តរទេវីត្រូវជាបងហើយព្រះនាងអន្តរទេវីគឺជាមហេសីទី2បន្ទាប់ពីព្រះនាងជ័យរាជទេវីសោយទីវង្គតទៅតើភ្នំសន្ទុកស្ថិតនៅក្នុងខេត្តណាភ្នំសន្ទុកស្ថិតនៅក្នុងខេត្តកំពង់ធំបាទលំអិតគឺនៅភូមិកកោះឃុំកកោះស្រុកសន្ទុកខេត្តកំពង់ធំបើនិយាយពីចម្ងាយគឺ17គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំបាទតើព្រះពុទ្ធសាសនារុងរឿងនៅប្រទេសណាក្នុងរជ្ជកាលស្ដេចអង្គណាព្រះពុទ្ធសាសនាគឺរុងរឿងនៅក្នុងប្រទេសឥណ្ឌាបាទរុងរឿងក្នុងប្រទេសឥណ្ឌាក្នុងរជ្ជកាលព្រះបាទអសោកអញ្ចឹងក្នុងរាជព្រះបាទអសោកនេះគឺព្រះពុទ្ធសាសនាគឺរីកចម្រើនខ្លាំងណាស់មិនថាតែក្នុងប្រទេសឥណ្ឌាទេគឺផ្សព្វផ្សាយទូទាំងពិភពលោកជាពិសេសនៅក្នុងដែនដីសុវណ្ណភូមិមានប្រទេសខ្មែរយើងជាអាន
តើពុទ្ធសាសនាចូលមកក្នុងប្រទេសកម្ពុជាតាមរយៈអ្វីពុទ្ធសាសនាចូលមកក្នុងប្រទេសកម្ពុជាយើងតាមរយៈបាទមានអាណានិគមមានន័យថាការមានអធិពលបាទអ្នកមានអធិពលដូចជាប្របាទហ៊ុនទៀនវាយកាន់កាប់នគរភ្នំអញ្ចឹងតាមរយៈឈ្មួញរកស៊ីឬក៏ពាណិជ្ជកម្មតាមរយៈការផ្សព្វផ្សាយសាសនាបាទហ្នឹងគឺសិតតែជាអធិពលដែលពុទ្ធសាសនាហូរចូលមកក្នុងប្រទេសកម្ពុជាយើងសំណួរទី21តើសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃខែឆ្នាំណាហើយនេះបងប្អូនសំណួរល្អបាទអញ្ចឹងលោកកាន់តំណែងនៅថ្ងៃទី22ខែសីហាឆ្នាំ2023បាទប្រាសាទព្រះវិហារកសាងដោយស្ដេចអង្គណាអញ្ចឹងប្រាសាទព្រះវិហារមិនកសាងដោយស្ដេចមួយអង្គទេណាបាទនៅក្នុងនេះយើងរកឃើញថាមានមហាក្សត្រ3អង្គដែលកសាងប្រាសាទព្រះវិហារមានដូចជាព្រះបាទយសោវរ្ម័នទី1ព្រះបាទសូរ្យវរ្ម័នទី1និងព្រះបាទសូរ្យវរ្ម័នទី2តើជំរឿនឆ្នាំ2008ប្រព្រឹត្តទៅនៅថ្ងៃខែណាជំរឿនឆ្នាំ2008ប្រព្រឹត្តទៅនៅថ្ងៃទី3ដល់ថ្ងៃទី13ខែមីនាបាទតើនរណាជាអ្នកបង្កើតពុទ្ធសាសនាអ្នកបង្កើតពុទ្ធសាសនាគឺព្រះពុទ្ធសាមណគោតមឬក៏ស្ថាបនិកនៃពុទ្ធសាសនាក៏ចម្លើយហ្នឹងដែរណាបងប្អូនបាទសំណួរទី25តើទិវាគ្រូបង្រៀននរណាជាអ្នកផ្ដួចផ្ដើមគំនិតមានអ្នកណាផ្ដួចផ្ដើមគំនិតឲ្យមានទិវាគ្រូបង្រៀនគឺសម្ដេចហ៊ុនសែនបាទសំណួរទី26វិមានឈ្នះសាងសង់នៅឯណាវិមានឈ្នះសាងសង់នៅសង្កាត់ព្រែកតសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញបាទតើបទមើលផែនដីខ្មែរនិពន្ធដោយអ្នកណាបទមើលផែនដីខ្មែរនេះនិពន្ធដោយលោកជួនមែននិពន្ធដោយលោកជួនមែនហើយតើបទនគររាជនិពន្ធនៅឆ្នាំណាបទនគររាជបទសូមពួកទេវតាដែលយើងច្រៀងរៀងរាល់ព្រឹកហ្នឹងគឺនិពន្ធដោយសម្ដេចព្រះសង្ឃរាជជួនណាតហើយនិពន្ធនៅថ្ងៃទី20ខែកក្កដាឆ្នាំ1941បាទ1941តើរចនាបថប្រាសាទមានប៉ុន្មានរចនាបថប្រាសាទតាមខ្ញុំស្រាវជ្រាវមកមាន13បាទបងប្អូនសូមមើលមានរចនាបថភ្នំដារចនាបថសម្បូរព្រៃគុករចនាបថព្រៃក្មេងរចនាបថកំពង់ព្រះរចនាបថគូលែនរចនាបថព្រះគោរចនាបថបាខែងរចនាបថកោះកេររចនាបថបន្ទាយស្រីរចនាបថឃ្លាំងរចនាបថបាពួនរចនាបថអង្គរវត្តនិងរចនាបថបាយ័នបាទនេះបាទអញ្ចឹងសំណួរមួយទៀតតើរបបកុម្មុយនីសគ្រប់គ្រងដោយវណ្ណៈអ្វីអញ្ចឹងរបបកុម្មុយនីសគ្រប់គ្រងដោយវណ្ណៈកសិករឬក៏កម្មករបាទសម្រាប់នៅក្នុងសម័យប៉ុលពតគឺគ្រប់គ្រងដោយវណ្ណៈកម្មករនេះបាទតែប្រទេសផ្សេងៗនៅលើសកលលោកកុម្មុយនីសគឺគ្រប់គ្រងដោយវណ្ណៈកម្មករនេះឯងបាទអញ្ចឹងក៏ពិតទៅសំណួរនេះគឺមានរហូតទៅដល់នៅក្នុងកំណែនេះខ្ញុំដកស្រង់មកមាន75សំណួរថ្ងៃនេះខ្ញុំចែកលេខជូនបងប្អូនចំនួន30សំណួរហ្នឹងហើយបងប្អូនចង់បានសៀវភៅមួយហ្នឹងបាទវប្បធម៌ទូទៅ Quiz MP2 ហ្នឹងបងប្អូនតាក់ទងមក Telegram មួយខ្សែនេះបាទអរគុណច្រើនបងប្អូនអរគ្នាសូមជម្រាបលាប៉ុណ្ណឹងចុះហើយសូមបងប្អូនកត់ត្រាហើយខំទន្ទិញមើលមេរៀនណាបងប្អូនដើម្បីសម្រេចជោគជ័យរកកំហុសឆ្គងសូមអធិស្ឋានបងប្អូនយើងអាចចូលរួមកែលម្អបាននៅក្នុង comment បាទសូមអរគុណសូមជម្រាបលាប៉ុណ្ណឹងសិនចុះបាទ